ជោគត្រឡប់បងប្អូនឆ្ងល់ទៀតថាហេតុអ្វីជោគត្រឡប់យូរបែរជាបាត់ពងទីអស់មកឃើញតែខ្ទឹមនិងខ្លាញ់ទៅវិញចឹងចាសូមគោរពជំរាបសួរទៅកាន់ពុកម៉ែបងប្អូនចាថ្ងៃនេះផងដែរខ្ញុំនឹងមកធ្វើមុខម្ហូបមួយមុខដែលមានឈ្មោះថាឆាននងជាមួយពងទាចាមុខម្ហូបនេះគឺជាមុខម្ហូបមួយដែលខ្ញុំចូលចិត្តញ៉ាំបងប្អូនព្រោះដោយសារវាមានអត្ថប្រយោជន៍ដល់សុខភាពផងដែរព្រោះដោយសារននងហ្នឹងគឺជាននងធម្មជាតិហើយពងទាហ្នឹងក៏ពងទាដែលយើងទិញបានថ្មីហើយមិត្តភ័ក្តិខ្ញុំគាត់ចិញ្ចឹមអញ្ចឹងណាអញ្ចឹងយើងមិនភ័យខ្លាចនឹងពងទាសម្បនិមិត្តឬក៏ពងទាខ្លែងខ្លាយអញ្ចឹងណាពុកម៉ែបងប្អូនហើយជាដំបូងហ្នឹងគឺខ្ញុំត្រូវធ្វើការចិតននងសិនចាហើយននងនេះក៏អ្នកចិត្តខាងគាត់បេះឲ្យដែរពុកម៉ែបងប្អូនដោយសារននងគាត់ផ្លែច្រើនអញ្ចឹងគាត់ក៏បេះឲ្យខ្ញុំបាន2 3ផ្លែដែរតែដោយសារខ្ញុំស្លោអស់1ផ្លែហើយដោយសារ2ផ្លែងាកទៅឃើញននង2ផ្លែឃើញពងទា3គ្រាប់មានអីនោះមានមុខម្ហូបស្រាច់តែម្ដងបងប្អូនក្រោយពីខ្ញុំចិតននងរួចរាល់ហើយអញ្ចឹងគឺខ្ញុំយកវាទៅលាងទឹកយើងចិតសបកវាហើយអញ្ចឹងយើងលាងទឹកវាអញ្ចឹងណាបងប្អូនហើយក៏បន្ទាប់មកនឹងខ្ញុំក៏យកវាមកចិតជាចង្វាមូលចាននងតើយើងចិតជាចង្វាមូលបានយើងយកមកឆាទៅវាតំណងអញ្ចឹងណាបងប្អូនសម្រាប់ខ្ញុំគឺខ្ញុំចិតបែបហ្នឹងប៉ុន្តែសម្រាប់ពុកម៉ែបងប្អូនមិនដឹងថាពុកម៉ែបងប្អូនចិត្តបែបណាអញ្ចឹងណាប៉ុន្តែសម្រាប់ខ្ញុំវិញគឺខ្ញុំចិត្តបែបជាច្រវាមូលហើយជ្រុងអញ្ចឹងណាព្រោះនេះគឺជាការទម្លាប់ចិត្តរបស់ខ្ញុំនឹងហើយក៏យើងធ្វើការចិត្តរហូតតតែអស់នៅនងយើងហ្នឹង2ផ្លែហ្នឹងទៅហើយ2ផ្លែហ្នឹងគឺថាគួរសមដែរបងប្អូនគឺថាសំណំដែរច្រើនហូបម្នាក់ឯងអីហូប2ពេលអីអញ្ចឹងបងប្អូនហូបពេលព្រឹកម្ដងអញ្ចឹងដល់ថ្ងៃត្រង់ហូបម្ដងទៀតបានអស់បើហូបតម្ដងពេលព្រឹកអញ្ចឹងគឺអត់អស់ទេបងប្អូនព្រោះដោយសារននងហ្នឹង2ផ្លែហ្នឹងគឺវាធំដែរអញ្ចឹងទៅហើយនេះគឺខ្ញុំធ្វើការចិត្តរួចរាល់ហើយក៏បោះបន្ទាប់មកអញ្ចឹងណាបងប្អូនហើយនេះហើយគឺជាប្រភេទចវាមូលបងប្អូនដែលអត់តាន់ដឹងថាគេចិត្តននងឆាបែបណានេះគឺចិត្តបែបហ្នឹងអញ្ចឹងណាបងប្អូនគេហៅថាចវាមូលរៀងជ្រុង4ជ្រុងឬក៏3ជ្រុងអីចឹងណាតាមប្រភេទដែលពុកម៉ែបងប្អូនចិត្តតាមចំណង់ចំណូលចិត្តអញ្ចឹងទៅបងប្អូនហើយគឺការចិត្តរបស់ខ្ញុំគឺខ្ញុំចិត្តបែបហ្នឹងអញ្ចឹងណាបងប្អូនហើយក្រោយពីការចិត្តននងហើយអញ្ចឹងគឺខ្ញុំមកធ្វើការដាំខ្ទឹមចាហើយខ្ទឹមនេះគឺខ្ញុំពុំបានបកសម្បកចេញទេបងប្អូនព្រោះដោយសារបើយើងដាក់តឹងសម្បកអញ្ចឹងទៅយើងដំរួចយើងដាក់តឹងសម្បកយើងចិញ្ច្រាំវាទៅវាឆាទៅវាឈ្ងុយណាបងប្អូនហើយខ្ញុំក៏អត់ចិញ្ច្រាំឲ្យម៉ត់ដែរគឺខ្ញុំហាន់ឬក៏ចិញ្ច្រាំតិចទេទុកឲ្យវានៅដុំអញ្ចឹងណាម៉ត់ពេកអញ្ចឹងវាឆាប់ខ្លោចហើយវាខ្ទឹមគឺមានអត្ថប្រយោជន៍សម្រាប់សុខភាពដែរប៉ុន្តែបើសិនតែយើងយកទៅបំពងរហូតដល់ខ្លោចគឺប៉ះពាល់ដល់សុខភាពវិញអញ្ចឹងណាបងប្អូនអញ្ចឹងយើងបំពងល្មមទៅបានហើយកុំចាំបាច់ទៅដល់ខ្លោចចេញក្លិនឈាមមកអីអញ្ចឹងបានយើងធ្វើការបងបន្លែបងអីអញ្ចឹងណាគឺអត់ត្រូវទេបងប្អូនអញ្ចឹងយើងបំពងទៅល្មមទៅបានហើយយើងឆាល្មមទៅគឺយើងនេះទៅហើយបន្តមកគឺខ្ញុំចាក់ខ្លាញ់ចូលហើយដាក់ខ្ទឹមអញ្ចឹងទៅដាក់ខ្ទឹមកូរវាកូរចុះកូរឡើងកូរចុះកូរឡើងអញ្ចឹងណាមើលតែរៀងក្រហមគឺខ្ញុំគោះពងទាដាក់គឺខ្ញុំអត់ឲ្យវាដល់ខ្លោចទេទៅក្រហមខ្លាំងពេកវាទៅជាឈាមវាទៅជាខ្លោចអញ្ចឹងវាលែងឆ្ងាញ់ហើយវាបាត់រសជាតិខ្ទឹមហើយអញ្ចឹងយើងដាក់មើលម៉មបានហើយយើងកុំឲ្យទៅដល់ថ្នាក់ខ្លោចអីអញ្ចឹងបានហើយគឺប៉ុណ្ណឹងបានចាហើយបន្ទាប់មកអញ្ចឹងទៅគឺខ្ញុំធ្វើការគោះពងទាដាក់អញ្ចឹងណាបងប្អូនចាគឺយើងគោះពងទាដាក់អញ្ចឹងទៅគឺសម្រាប់ការជាននងហ្នឹងគឺយើងឆាននងហ្នឹងគឺយើងឆាពងទាឲ្យ
ឆ្អិនសិនបងប្អូនបានយើងអាចដាក់បន្លែចូលអញ្ចឹងណាបើយើងអត់ដាក់ឆាពងទាឲ្យឆ្អិនហើយដាក់ទេគឺវាឆ្អាបវាធ្វើឲ្យធំក្លិនឆ្អាបអញ្ចឹងណាអញ្ចឹងយើងដាក់ពងទាឆាកូរវាឲ្យឆ្អិនសិនមកបានយើងអាចដាក់បន្លែបានដើម្បីកុំឲ្យវាធំក្លិនឆ្អាបព្រោះដោយសារវាឆ្អិនហើយអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងកូរចូលឡើងអញ្ចឹងទៅវាយើងគិតថាអូវាឆ្អិនហើយយើងចាប់ផ្ដើមធ្វើការបង់បន្លែយើងចូលទៅចាពេលយើងដាក់ដំឡូងយើងចូលអញ្ចឹងណាហើយក៏យើងបន្តកូរវាកូរត្រឡប់អញ្ចឹងណាហើយវាពងទានិងដំឡូងហ្នឹងវាលាយចូលគ្នាអញ្ចឹងទៅចាយើងធ្វើអញ្ចឹងកូរបន្តរហូតដល់ថាមើលឃើញតែវាចូលគ្នាហើយអញ្ចឹងយើងចាប់ផ្ដើមដាក់គ្រឿងក្រៅយើងអញ្ចឹងទៅហើយយើងក៏ដាក់ទឹកត្រីចាយើងដាក់ទឹកត្រីដាក់ប៊ីចេងស្ករចាហើយអញ្ចឹងយើងកុំដាក់ស្ករច្រើនពេកព្រោះដោយសារដំឡូងយើងមានរសជាតិផ្អែមហើយអញ្ចឹងបើយើងដាក់ស្ករច្រើនទៀតយើងអាចធ្វើឲ្យវាផ្អែមជ្រុលអញ្ចឹងណាបងប្អូនយើងដាក់ល្មមបានហើយណាមួយបង្ការទឹកនោមផ្អែមផងកុំឲ្យហូរផ្អែមពេកយើងកាត់បន្ថយការហូរផ្អែមអញ្ចឹងណាដើម្បីសុខភាពយើងដែរតើហូបផ្អែមហ្នឹងទឹកនោមផ្អែមខលលេងលើហើយបងប្អូនអញ្ចឹងយើងហូបមកបានហើយជាពិសេសហ្នឹងគឺរាល់ពេលដែលខ្ញុំឆាដំឡូងគឺខ្ញុំអត់ចោលទេម្រេចចាគឺម្រេចហើយនឹងស្លឹកខ្ទឹមតែដោយសារខ្ញុំអត់បានបេះមកពីផ្ទះអញ្ចឹងនៅសល់គល់ខ្ទឹមនេះខ្ញុំក៏ដាក់គល់ខ្ទឹមទៅអញ្ចឹងគឺថាម្រេចគឺដាក់ទៅគឺឈ្ងុយតែម្ដងមិនថាប្រឡាក់សាច់មិនថាអីទេតាក់តងថាដាក់ម្រេចកើតគឺខ្ញុំដាក់ម្រេចឲ្យបងប្អូនចានេះហើយគឺម្ហូបយើងហ្នឹងក៏ចាប់ផ្ដើមឆ្អិនហើយក៏នេះគឺថ្ងៃនេះគឺបាយមួយចានសម្លមួយចានគឺថាញាក់តែម្ដងបងប្អូនចាមុខម្ហូបសម្រាប់ឆាននងជាមួយពងទានេះត្រូវបានបញ្ចប់ចាអរគុណច្រើនជម្រាបលាបាយបាយ